ao bờ thiên sập hi bên trong cam Campuchia chuyên du pi bên trái cái vật chia cài cháy nâng việc chọnในบรรดา กรม hội មួយ ចំនួន ដែល បាន នឹង កំពុង ដាក់ តាំង បង្ហាញ ក្នុង កម្មវិធី ពិព័រណ៍ អន្តរជាតិ នៅ ទី ក្រុង ហូជីមិញ ដោយ ទទួល បាន ការ អនុញ្ញាត ពី អ្នក អង្គការ គិត មីង ប្រធាន សភា ពាណិជ្ជកម្ម កម្ពុជា និង ជា ប្រធាន ក្រុម ប្រឹក្សា ពិគ្រោះ យោបល់ ធុរកិច្ច អាស៊ាន សម្រាប់ កម្ពុជា កាល ពី ថ្ងៃ កាល ពី រសៀល ថ្ងៃ ទី 31 ខែ មីនា ឆ្នាំ 2026 ឯកឧត្តម លេង សុគី អនុប្រធាន សភា ពាណិជ្ជកម្ម កម្ពុជា និង ជា ប្រធាន សភា ពាណិជ្ជកម្ម ខេត្ត កំពង់ស្ពឺ និង អុកញ៉ា ហេង សំណាង អនុប្រធាន សភា ពាណិជ្ជកម្ម កម្ពុជា និង ជា ប្រធាន សភា ពាណិជ្ជកម្ម មណ្ឌល ខេត្ត កំពង់ធំ ព្រះវិហារ បាន ដឹកនាំ គណៈ ប្រតិភូ សភា ពាណិជ្ជកម្ម កម្ពុជា ទស្សនា និង ឆ្វេងយល់ ពី បច្ចេកវិទ្យា កែច្នៃ និង វិកខ្ចប់ នៃ បណ្ដា ក្រុមហ៊ុន មួយ ចំនួន ដែល បាន នឹង កំពុង ដាក់ តាំង បង្ហាញ ក្នុង កម្មវិធី ពិព័រណ៍ អន្តរជាតិ ស្ដីពី បច្ចេកវិទ្យា កែច្នៃ និង វិកខ្ចប់ នាមជ្ឈមណ្ឌល ពិព័រណ៍ និង សន្និបាត សៃហ្គន ក្នុង ទី ក្រុង ហូជីមិញ ពិព័រណ៍ អន្តរជាតិ ស្ដីពី បច្ចេកវិទ្យា កែច្នៃ និង វិកខ្ចប់ បាន បើក ដំណើរការ ជា ផ្លូវការ នៅ ថ្ងៃ ទី 31 ខែ មីនា ឆ្នាំ 2026 ដែល មាន រយៈ ពេល 3 ថ្ងៃ ព្រឹត្តិការណ៍ នេះ បាន ទាក់ទាញ ក្រុមហ៊ុន ជាង 400 មក ពី 32 ប្រទេស ក្នុង តំបន់ និង ពិភពលោក ដែល បាន ដាក់ តាំង បង្ហាញ បច្ចេកវិទ្យា ឧបករណ៍ និង ដំណោះស្រាយ ជា ច្រើន ប្រភេទ ទាំង ការ កែច្នៃ ការ ផលិត និង ការ វិកខ្ចប់ លើ ទីលាន ប្រហែល 13000 ម៉ែត្រការ៉េ ដោយ មាន ការ ឧបត្ថម្ភ ពី មន្ទីរ ឧស្សាហកម្ម និង ពាណិជ្ជកម្ម ទី ក្រុង ហូជីមិញ ក្រុមហ៊ុន Informa Market វៀតណាម និង ពិព័រណ៍ អន្តរជាតិ បច្ចេកវិទ្យា កែច្នៃ និង វិកខ្ចប់ វៀតណាម 2026 គឺជា ព្រឹត្តិការណ៍ ពាណិជ្ជកម្ម អន្តរជាតិ ដែល ផ្ដោត លើ ឧស្សាហកម្ម កែច្នៃ និង វិកខ្ចប់ ដែល មាន ការ វិវត្តន៍ យ៉ាង ឆាប់រហ័ស នៅ ក្នុង ប្រទេស វៀតណាម និង អន្តរជាតិ ការ តាំង ពិព័រណ៍ ប្រចាំ ឆ្នាំ នេះ គឺជា វេទិកា សំខាន់ សម្រាប់ អ្នក ផ្ដល់ បច្ចេកវិទ្យា ឈានមុខគេ លើ ការ កែច្នៃ និង វិកខ្ចប់ ម្ហូប អាហារ ភេសជ្ជៈ និង ឱសថ ក៏ដូចជា ដំណោះស្រាយ ដើម្បី ភ្ជាប់ ទំនាក់ទំនង ជាមួយ អ្នក ដឹកនាំ ឧស្សាហកម្ម អ្នក ជំនាញ និង អ្នក ពាក់ព័ន្ធ រាប់ពាន់នាក់ មក ពី ទូទាំង ខ្សែច្រវាក់ ផ្គត់ផ្គង់ ពិព័រណ៍ នេះ នឹង បង្ហាញ បច្ចេកវិទ្យា ចុងក្រោយ បំផុត ក្នុង ការ វិកខ្ចប់ ការ កែច្នៃ អាហារ បច្ចេកវិទ្យា ភេសជ្ជៈ វត្ថុធាតុដើម ឱសថ ភស្តុភារកម្ម និង ការ ផ្គត់ផ្គង់ ខ្សែច្រវាក់ ឧស្សាហកម្ម ដោយ ផ្ដល់ ឱកាស ដល់ អាជីវកម្ម នានា ក្នុង ការ ធ្វើ បច្ចុប្បន្នភាព ពង្រីក កិច្ចសហប្រតិបត្តិការ និង ស្វែងរក ដំណោះស្រាយ ល្អបំផុត ដើម្បី បង្កើន ប្រសិទ្ធភាព ផលិតកម្ម សូម បញ្ជាក់ថា ក្រៅពី ចូលរួម ពិព័រណ៍ អន្តរជាតិ គណៈ ប្រតិភូ សភា ពាណិជ្ជកម្ម កម្ពុជា នឹង អញ្ជើញ ចូលរួម កិច្ច ប្រជុំ វេទិកា ចែករំលែក និង ទស្សនកិច្ច រោងចក្រ សហគ្រាសផលិត និង ជំនួប ពាណិជ្ជកម្ម និង ចាប់ ដៃគូ ជាមួយ ក្រុមហ៊ុន អន្តរជាតិ ល្បីៗ សូម រំលឹកថា សភា ពាណិជ្ជកម្ម កម្ពុជា ដែល មាន អ្នក អង្គការ គិត ម៉េង ជា ប្រធាន បាន ធ្វើការ យ៉ាង សកម្ម ជាមួយ ដៃគូ និង អង្គភាព អន្តរជាតិ នានា ដើម្បី ពង្រឹង បន្ថែម កិច្ចសហប្រតិបត្តិការ ធុរកិច្ច ពាណិជ្ជកម្ម និង ការ វិនិយោគ កន្លងទៅនេះ សភា ពាណិជ្ជកម្ម កម្ពុជា តែងតែ រៀបចំ កម្មវិធី ទស្សនកិច្ច ពាណិជ្ជកម្ម ព្រមទាំង បាន រៀបចំ កម្មវិធី ជំនួប អាជីវកម្ម និង ចាប់ ដៃគូ វិនិយោគ ទៅ កាន់ ប្រទេស នានា ក្នុង តំបន់ និង អន្តរជាតិ